បាទសួស្តីបងប្អូនទាំងអស់គ្នាបាទវីដេអូមួយនេះគឺខ្ញុំនឹងចែកម្លែកបងប្អូននៅតិចនិចក្នុងការប្រើប្រាស់លើ Telegram ដែលបងប្អូនមួយចំនួនគឺគាត់អត់ទាន់បានដឹងមិនគាត់ថាគាត់ស្គាល់លេខទូរស័ព្ទហើយប៉ុន្តែគាត់ចូលទៅ search នៅក្នុង Telegram ស៊ើចរកអត់ឃើញអញ្ចឹងវាជាចំណុចមួយដែលបងប្អូននៅខ្វះចន្លោះដែលបងប្អូនមិនទាន់ដឹងហើយមួយទៀតគាត់ថាគាត់ save ហើយ save លេខទូរស័ព្ទហើយប៉ុន្តែគាត់ save អត់ត្រឹមត្រូវបាទអញ្ចឹងនឹងជាចំណុចមួយដែលគាត់ទៅរកអត់ឃើញហើយចំណុចមួយទៀតគឺអ្នកដែលគេប្រើ Telegram លេខទូរស័ព្ទហ្នឹងគឺគេប្រើគឺមិនឲ្យយើងរកឃើញតែម្ដងបាទអាហ្នឹងគឺវាពាក់ព័ន្ធនឹង3ចំណុចហ្នឹងបាទអញ្ចឹងពាក់ព័ន្ធនឹង3ចំណុចហ្នឹងចង់ដឹងថាតើអ្វីខ្លះដែលធ្វើឲ្យយើងហ្នឹងទៅ search នៅក្នុង Telegram ហ្នឹងរកទៅវាមិនឃើញបាទអញ្ចឹងវីដេអូមួយនេះគឺខ្ញុំនឹងបោះស្រាយចំនួន3ចំណុចហ្នឹងដែលពាក់ព័ន្ធទៅនឹងបងប្អូនថា search រក Telegram មិនឃើញប្រើប្រាស់នៅក្នុង Telegram ហ្នឹងអញ្ចឹងចំណុចទី1បងប្អូនថា save លេខទូរស័ព្ទហើយតែបងប្អូនទៅរកអត់ឃើញចំណុចទី1ដែលបងប្អូនថា save លេខទូរស័ព្ទហើយហ្នឹងគឺបងប្អូនយល់ច្រឡំគឺបងប្អូន save នៅក្នុងនេះ save នៅក្នុង phone នេះបាទអញ្ចឹងបងប្អូន save ចូលក្នុង contact ទូរស័ព្ទដៃបងប្អូនប៉ុន្តែបងប្អូនអត់ save នៅក្នុង Telegram ទេហ្នឹងគឺជាបញ្ហាដែលបងប្អូនរកលេខទូរស័ព្ទហ្នឹងរកឈ្មោះ account Telegram ហ្នឹងគឺរកអត់ឃើញទី2បងប្អូនចូលទៅក្នុង search Telegram បាទបងប្អូនចូលក្នុង Telegram ហើយបងប្អូនចុច search មើលប៉ុន្តែបងប្អូនរកអត់ឃើញទេអាហ្នឹងករណីដែលបងប្អូន save លេខទូរស័ព្ទនៅក្នុង phone ណានៅក្នុង phone នេះបាទអញ្ចឹងចំណុចដែលបងប្អូនត្រូវ save ណាបងប្អូនត្រូវ save ចូលក្នុង contact Telegram អញ្ចឹងបងប្អូន save ចូល contact Telegram បងប្អូនចូលក្នុង Telegram មកបន្ទាប់មកនៅលើ iOS ហើយនិងលើ Android វាខុសគ្នាណាបាទអញ្ចឹងបងប្អូនអាចចុចកន្លែងសញ្ញាប៊ិចនេះក៏បានដែរបាទបងប្អូនចុចកន្លែងហ្នឹងមកវានឹងចេញឲ្យយើងបង្កើតនៅ contact នេះ new contact អញ្ចឹងបងប្អូនចុចកន្លែង new contact មកបាទអាហ្នឹងគឺយើងអាចបញ្ចូលនៅលេខ Telegram ដែលបងប្អូនចង់ save ហ្នឹងទៅបាទអញ្ចឹងយើងបញ្ចូលលេខ Telegram ទៅដាក់ឈ្មោះណាខាងលើនេះបងប្អូនដាក់ឈ្មោះបន្ទាប់មកបងប្អូនដាក់លេខទូរស័ព្ទដែលគេប្រើប្រាស់ Telegram ហ្នឹងបាទបន្ទាប់ពីបងប្អូនបញ្ចូលលេខទូរស័ព្ទហ្នឹងហើយបងប្អូនចុច tick ខាងលើនេះបាទបងប្អូនចុច tick ខាងលើហ្នឹងទៅវានឹង save ឲ្យចូលទៅក្នុង contact Telegram ហើយអញ្ចឹងអានេះនៅលើ iOS នៅលើ Android ក៏មិនខុសគ្នាដែរវាមានរូបប៊ិចនៅខាងក្រោមនេះឬក៏បងប្អូនចូលទៅកន្លែង tray 3ណា tray 3បាទចំណុចទី3ដែលបងប្អូនថា save ចូលក្នុង contact Telegram នឹងហើយណា save ចូលហើយប៉ុន្តែបងប្អូនទៅចុច search មើលរកអត់ឃើញទៀតណាបាទអាហ្នឹងជាបញ្ហាមួយទៀតគឺដោយសារតែអ្នកដែលគេប្រើប្រាស់ Telegram គឺគេបិទមិនឲ្យយើងរកឃើញទេហើយវិធីក្នុងការដែលគេបិទហ្នឹងគេបិទនៅកន្លែងណាអញ្ចឹងវិធីដែលគេចូលទៅបិទមិនឲ្យនរណាម្នាក់រកឃើញលេខរបស់គេប្រើប្រាស់ Telegram មិនឲ្យគេ contact មកគឺបងប្អូនចូលទៅកន្លែង setting បាទចូលកន្លែង setting នេះមកបន្ទាប់មកបងប្អូនចូលទៅកន្លែង privacy and security នេះបងប្អូនចូលកន្លែងហ្នឹងមកបន្ទាប់មកកន្លែង phone number នេះបងប្អូនឃើញកន្លែង phone number នេះអញ្ចឹងគេដាក់កន្លែង phone number ហ្នឹងគេដាក់ nobody នេះយក nobody មានន័យថាអ្នកណាក៏មិនអាចរកលេខទូរស័ព្ទរបស់យើងឃើញដែរបាទគេអាចរកលេខទូរស័ព្ទរបស់យើងតាមរយៈ search នៅក្នុង Telegram ឃើញទេប៉ុន្តែបើអ្នកដែលគេឲ្យលេខទូរស័ព្ទរបស់យើងគេបាន save លេខរបស់យើងចូលក្នុង contact Telegram របស់គេនេះកាលណាគេ tick យកខាងក្រោមហ្នឹងមានន័យថាលេខទូរស័ព្ទរបស់យើងដែលប្រើ Telegram ហ្នឹងគេបាន save ចូលក្នុង contact Telegram របស់គេហើយអញ្ចឹងកាលណាគេ tick យកហ្នឹងគឺយើងអាច search រកបានដែរតែអញ្ចឹងមានន័យថាលេខរបស់យើងហ្នឹងគឺបាន save ទៅចូលក្នុង contact Telegram របស់គេអញ្ចឹងទើបយើងអាចស្វែងរកលេខ Telegram របស់គេឃើញប៉ុន្តែបើគេអត់មាន save លេខរបស់យើងចូលទៅក្នុង contact Telegram របស់គេទេយើង search យ៉ាងណាក៏ search រកមិនឃើញដែរពីព្រោះគេបិទអានេះហើយគេបិទអាហ្នឹងហើយតែបើគេបើកអាខាងលើឬក៏បើកអានេះគឺយើងអាចរកឃើញព្រោះយើងបាន save លេខ contact លេខ Telegram ចូលក្នុង contact របស់យើងបាទអញ្ចឹងយើងអាចsearchរកឃើញបាទអញ្ចឹង3ចំណុចមានតែប៉ុណ្ណេះសម្រាប់បច្ចេកម្លែកទៅដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងអាចអនុវត្តបានហើយបើបងប្អូនរកមិនឃើញទេបងប្អូនមានចម្ងល់បន្ថែមបងប្អូនអាចសួរនៅក្នុង comment នៅខាងក្រោមវីដេអូនេះខ្ញុំនឹងជួយបង្ហាញបន្ថែមទៀតឲ្យបងប្អូនកាន់តែយល់កាន់តែច្បាស់បាទអញ្ចឹងវីដេអូមានតែប៉ុណ្ណេះបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ